កីឡាករណានឹងឈ្នះបាឡុនឌ័រឆ្នាំ2025នេះឆ្នាំ2025នេះបាឡុនឌ័រនិយាយទៅក្លឹបដែលលើកពាន Champions League ក្លឹប PSG អញ្ចឹងបាឡុនឌ័រហើយនឹងបាឡុនឌ័រវាពាក់ព័ន្ធនឹងពានឲ្យជំនួយជាតិពានឲ្យក្លឹបហើយនឹងពានឯកតជនខ្លួនឯងបាទអូ Flecken នឹងត្រូវ Flecken នេះចេញពី Brentford ទៅ Liver ណា Verbruggen នៅច្រឡំពីរអ្នកនេះហូឡង់ដូចគ្នាត្រូវបាទអរគុណ Windero បាឡុនឌ័រឆ្នាំរដូវកាលក្រោយអត់ទាន់ដឹងថាបានទៅកីឡាកររូបណាទេប៉ុន្តែយើងឃើញបែកភាពដែលអាចឈ្នះ Real Madrid Vinicius Mbappe អីប្រហែលជាអត់មានទេដោយសារពួកគាត់អត់មានបានឈ្នះពាន Champions League អីជាមួយនឹង Real ឬក៏ប្រទេសគាត់ឈ្នះពានបាទដូចជា Brazil ឈ្នះពានអីឬក៏បារាំងឈ្នះពានអីឆ្នាំនេះវាអត់មានចុងក្រោយយើងឃើញបារាំងលេងចាញ់ប៉ូទុយហ្គាល់ផងបាទក្នុង Nation League ប៉ុន្តែគាត់មានបែកភាពឈរឈ្មោះអញ្ចឹងបាឡុនឌ័រឆ្នាំក្រោយនេះបែកភាពយ៉ាម៉ាល់តាមខ្ញុំមើលយ៉ាម៉ាល់នីកូវីលៀមតែនីកូវីលៀមអត់អាចឈ្នះពាននេះគាត់តែគាត់ឈ្នះពានអឺរ៉ុបគាត់ឈ្នះពានអឺរ៉ុបជាមួយនឹងអេស្ប៉ាញបាទអញ្ចឹងនីកូវីលៀមក៏នៅក្នុងនឹងដែរហើយជូត Bellingham របស់ Real បាទក៏មានឈ្មោះក្នុងនឹងដែរគាត់ថាអាចឈ្នះគឺมันប្រកាសទេតែភាគរយច្រើនខ្ញុំគិតថាយ៉ាម៉ាល់ច្រើនយ៉ាម៉ាល់ភាគច្រើនបាទយ៉ាម៉ាល់ឈ្នះជំនួយជាតិមួយអេស្ប៉ាញប៉ុន្តែ Champions League ក៏អត់មានបើ PSG កីឡាករដែលលេចធ្លោយើងមានឃើញមានអី Kvarat Dembele Desire Doué បាទប្រហែលអ្នកហ្នឹងឈ្នះ Champions League បាទជាមួយនឹងPSG ប៉ុន្តែពានឲ្យប្រទេសអត់មានដែរដូចគ្នាណាអញ្ចឹងយ៉ាម៉ាល់ហើយនឹង Desire Doué Dembele អីហ្នឹងគាត់អាច50-50ប៉ុណ្ណាប្រជែងគ្នាតែខ្ញុំគិតថាភាគរយច្រើនបានទៅយ៉ាម៉ាល់បាទអញ្ចឹងមានតែកីឡាករនៅ PSG ហើយកីឡាករនៅបាសេពីរហ្នឹងគឺមានភាគរយឈ្នះច្រើនជាងគេបាទមានភាគរយឈ្នះច្រើនជាងគេនៅអ៊ីតាលី Lautaro Martinez របស់ Inter ហ្នឹងក៏ជាបែកភាពមួយប្រជែងយ៉ាម៉ាល់ Lautaro Martinez Dembele ឬក៏ Kvarat បាទ3-4នាក់ហ្នឹងហើយចាំមើលគេចេញបែកភាពមកឲ្យសល់គេថា last contender ក៏អ្នកដែលបែកភាពបាទ last candidate 3-4នាក់ចុងក្រោយពីណាគេនេះក៏ខ្ញុំនិយាយទុកមុនទេណាបាទមិនទីមិនបាbênការទេទាយមិនបងប្អូនបាទឲ្យខ្ញុំទាយមិនទាយថា4ឆ្នាំទៀតមិនញូលើកពៀនណាទាញបានទេមួយឆ្នាំលេងមួយឆ្នាំមើលតាមមួយឆ្នាំបាទឆ្នាំនេះលេងអន់ជាមួយឆ្នាំក្រោយចាប់ផ្ដើមដើរការមកតំណងល្អយើងថាល្អអាចបញ្ចប់ទៅឆ្នាំហ្នឹងអាចបញ្ចប់ទៅលេខប៉ុណ្ណេះយើងអាចនិយាយបានតែប្រហែលឆ្នាំទៀតដែលមានញូអាចត្រឡប់មកវិញឥឡូវចង់ទៅរកគ្រូទាយចង់យកគ្រូទាយមកពីបាវេនហ្គានិយាយគាត់នៅក៏មិនអាចទៅទាយបានដែរបាទឬមួយក៏បានមែនតែនទៅដាក់គ្រូទាយនៅវត្តភ្នំយើងកំពង់ជើងធុកសួរមកសួរលេងចេះដាក់សួរលេងអញ្ចឹងបាទទាយមិនចេញទេករណីមែនយូឥឡូវនេះបាទដូចខ្ញុំនិយាយកីឡាករតតែលេងឆ្នាំហ្នឹងយើងឃើញថាទម្រង់លេងវាប្រសើរឡើងមកវិញហើយកីឡាករតំណងមានគ្រប់ជំរឿសគ្រប់តំបន់អាហ្នឹងយើងអាចទាយបានឥឡូវដូចឆ្នាំទៅកន្លងទៅនេះអត់មានពានមួយក្នុងដៃហ្នឹងហើយលេង17 18ទៅទាយប្រហែលឆ្នាំទៀតលើកពានខ្ញុំថា10ឆ្នាំទៀតបងប្អូនជឿខ្ញុំអត់បាទបើតិចឆ្នាំខ្ញុំអត់ជឿទេបាទថាយើងនិយាយ10ឆ្នាំចោលគេលោវាចូលបាទថា2ឆ្នាំទៀត3ឆ្នាំទៀតមានយូរខ្លាំងវិញអាចឈ្នះពាននេះខ្ញុំមិនហ៊ានទាយទេបាទបងសូមនិយាយពី Newcastle ផងNewcastle ហ្នឹងហើយ Newcastle អត់ទាន់ឃើញទិញអ្នកណាបានគួរឲ្យកត់សម្គាល់ទេប៉ុន្តែ Newcastle នេះក៏មិនមែនជាក្រុមមួយដែលខ្ជាក្នុងទីផ្សារដោះដូរដែរពួកគេតែងតែចូលប្រឡូកបាទរាល់កីឡាករដែលមានឈ្មោះល្បីក្នុងទីផ្សារដោះដូរហ្នឹងគឺមាន Newcastle ចូលរួមគ្រប់ស្ទើរគ្រប់កីឡាករដែរខ្ញុំមើលមួយរយៈចុងក្រោយនេះបាទ
តែញូកាសលគេមានស្លឹកអាត់មួយដែលលីវើពូលចង់បាននោះគឺអ៊ីសាក់ដល់ម៉ោងនេះអ៊ីសាក់នៅតែជាចំណាប់អារម្មណ៍របស់លីវើពូលនៅឡើយទេបាទតែទៀតខ្ញុំនិយាយរឿងអ៊ីសាក់ហ្នឹងខ្ញុំចាំចូលដល់រឿងលីវើពូលបាទចាំចូលដល់រឿងលីវើពូលចាំនិយាយអ៊ីសាក់ហ្នឹងមកបាទแล้วក៏ចង់និយាយថាកីឡាករដែលញូកាសលចង់បានណាយើងឃើញមានចៅហ្គូមេសចៅពេដ្រូតាមតោះចៅពេដ្រូរបស់ Brighton ខ្ញុំសង្ស័យអាចបានទៅញូកាសលណាហើយបើសិនជាឧទាហរណ៍ញូកាសលទិញបានចៅពេដ្រូនោះក៏ជាឱកាសដែលអាចញូកាសលលក់អ៊ីសាក់ចេញដែរអញ្ចឹងលីវើពូលមានសង្ឃឹមណាតែចាំមើលតើញូកាសលទិញចៅពេដ្រូពី Brighton បានអត់ហើយចៅពេដ្រូនេះអត់ថោកទេណា70លានញូកាសលពងចរចាគៀកគិតតែលឺសូ Chelsea ណាចង់មកហាយចាក់មកចង់ឲ្យទៀត Chelsea នេះគឺថាអ្នកណាក៏ចង់បានដែរបាទគេចង់បានមាន Chelsea មួយនៅក្នុងនោះដែរអូវីទីញ៉ាហ្នឹងនៅ PSG មានវីទីញ៉ាមួយទៀតវីទីញ៉ាខ្ញុំភ្លេចបាទកីឡាករ PSG មានបេក្ខភាពច្រើនណាស់បាទវីទីញ៉ានេះបងប្អូនលេងល្អណាស់បាទហើយតម្រង់របស់គាត់ខ្ញុំមិនគិតថាគាត់ឡើងល្អលឿនបែបនេះវីទីញ៉ាពីមុនលេងនៅ Wolver ដូចមិនសូវល្អហ្មងផងមិនសូវបានលេងផងមិនសូវល្អមិនសូវបានលេងផងតែបើទៅពេលមកលេងមួយ PSG ម៉ែហើយតែទិញបានមួយឆ្នាំលេងល្អយ៉ាងនេះបាទយើងឃើញបាល់យើងថានិយាយទៅ PSG ឡើងទាំងអស់ឡើងជើងសឹងទាំងអស់វីទីញ៉ា Nuno Mendes Kvaratskhelia បាទ Dembele Barcola បើលើ Barcola ឃើញដូច Arsenal Chelsea ចង់ទិញតែ PSG ថាអត់ទេអត់លួយហ្នឹងហើយឥឡូវយើងត្រឡប់មកញូកាសលវិញញូកាសលគឺកីឡាករចៅពេដ្រូហ្នឹងឯងបាទដែលញូកាសលពងតាមហើយទង់70លានណាតម្លៃផ្ទេរបស់គាត់70លានផោនបាទមិនថោកទេបាទហើយ Brighton កាលនោះទិញមកពីពេដ្រូកាលពីឆ្នាំ2023ដូចទិញ30លានទិញពី Watford មកឆ្នាំ2023 30លានបាទក៏លេងល្អគាត់លេងល្អបាទបានទាត់ចូលទី30គ្រាប់ហើយតាំងពីលេងឲ្យ Brighton ហើយបញ្ជូនបាន10ដងឲ្យមករងក្រុមទាត់ចូលទីក្នុងវត្តមាន70ប្រកួតឲ្យ Brighton អញ្ចឹងឧទាហរណ៍បើសិនជាញូកាសលទិញបាននោះជាសញ្ញាមួយដែលញូកាសលអាចលក់អ៊ីសាក់អញ្ចឹងបើសិនជាខ្ញុំជា fan Liverpool ដែរខ្ញុំបន់ឲ្យទៅលក់ចេញទៅញូកាសលទៅអានឹងអាចអ៊ីសាក់ចេញមក Liverpool វិញបាននឹងចាំមើលសិនណាបាទអញ្ចឹងញូកាសលមានព័ត៌មាននេះមួយដែលពងដិតណាបាទពងដិតពាក់ព័ន្ធនឹងមកគូ Rashford ក៏ញូកាសលរៀងពិចារណាដែរបាទពួកដឹងថា Rashford នឹងមិនចង់លេងឲ្យ Man U ជាសារជាថ្មីម្ដងទៀតទេបាទអញ្ចឹងអាចនឹងញូកាសលគេចង់សរេសរងដែរហ្នឹងហើយជាដុនសាន់ឆូក៏ញូកាសលដាក់ចូលជំរើសពួកដឹងថាជាកីឡាករដែលមិនចង់វិលទៅ Man U វិញណា Mark Guehi ខ្សែការពាររបស់ Crystal Palace គាត់នៅតែជាជំរើសរបស់ញូកាសល Anthony Elanga អតីតខ្សែបម្រើស្លាបរបស់ Man U ដែលលេងនៅ Nottingham Forest ក៏ជាជំរើស Jack Grealish បាទអតីតខ្សែបម្រើរបស់ Man City ហើយនិង Aston បាទឥឡូវគាត់ពងនៅ Man City តែអនាគតគាត់មួយ Man City ប្រហែលចប់ត្រឹមរដូវកាលក្រោយនេះហើយបាទណាអញ្ចឹងចាំមើលគាត់ទៅណាតែបើមកញូកាសលនេះល្អល្មមបាទល្មមមកនិយាយទៅញូកាសលមានកៅអី Champions League រដូវកាលក្រោយបាទ James Trafford អ្នកចាំទីរបស់ Burnley នេះក៏ជំរើសរបស់ញូកាសលដែរបាទនេះខ្ញុំនិយាយមិញ Gonzalo Inacio របស់ Porto ខ្សែការពារ Portugal បាទ Jenny Catamo ខ្សែបម្រើប្រយុទ្ធស្លាបរបស់ Sporting Lisbon បាទ Kim Min Jae អានឹងសិតលីសនៅក្នុងបជីទិញចូលរបស់ញូកាសល Kim Min Jae ខ្សែការពារកូរ៉េត្បូងរបស់ Bayern Agehova Agehova របស់ Porto តែប្រយុទ្ធបាទ Samuel Odorion Agehova ហ្នឹងដែល Porto ឆ្មក់ទិញពី Chelsea ឆ្នាំទៅហ្នឹងក៏ជាជំរើសអាហ្នឹងបើសិនជាឧទាហរណ៍ទិញបានប្រយុទ្ធហ្នឹងគឺប្រកបណាស់បាទអ៊ីសាក់ប្រហែលចេញបាទ Mil Svia អ្នកចាំទី
Serbia របស់ Roma ប្រជែងមួយ Man U ដែរបាទហើយនឹង Manuel Molina បាទខ្សែការពារស្ដាំរបស់ AT Madrid បាទប្រហែលអ្នកហ្នឹងគឺ Newcastle ចឹងបាទតែយើងឃើញ Newcastle អត់ទាន់ឲ្យទិញបានដូចមិនទាន់ឃើញមានអ្នកណាមួយទេបាទគាត់ជាចាំរាមបាទឥឡូវយើងចូលមកដល់ Liverpool តែម្ដងណាបាទ Liverpool បងប្អូនបាទបានចង្ហោច5នាក់ក្នុងរដូវកាលនេះឥឡូវខ្ញុំឃើញ Fabrizio Romano គាត់ប្រហោះរូបប្រហែលម៉ោងមុននេះឃើញ Milo Kerkez បាទជិះយន្តហោះមកបដាហើយបាទមកចូលរួមជាមួយ Liverpool ដើម្បីសញ្ញាកុងត្រាហើយនឹងបង្ហាញខ្លួនជាផ្លូវការមកចូលរួមជាមួយ Liverpool ក្នុងតម្លៃផ្ទេ40លានផោនវាស្មើ45លាន€Florian Wirtz មកបានហើយបាទផ្លូវការហើយណាបាន2នាក់3នាក់ហើយជើងមី Frimpong ជាង25លាន Florian Wirtz 116លាន€Milo Kerkez ជាង40លាន€បាទ40លានផោនស្មើនឹង45លាន€អញ្ចឹង4នាក់នេះដឹងតែរឹងហើយអាចមានអ្នកទី5ដែល Liverpool នាំចូលហើយអ្នកទី5ហ្នឹងឥឡូវពងលឺសូចាប់អារម្មណ៍កីឡាកររបស់ Lyon បាទ Felix Fofana កីឡាកររបស់ប្រទេស Belgium ខ្សែបម្រើស្លាប់របស់ក្លឹប Lyon Fofana ហើយក៏លេង Lyon ល្អបាទបងប្អូនបានមើល Lyon លេងជាមួយនឹង Man U កាលពី UEFA Champions League កន្លងទៅថ្មីនេះបងប្អូនឃើញគាត់លេងល្អហើយ Fofana នេះគឺកន្លែងដែលគាត់លេងជាមួយនឹង Lavidia ក្នុងករណីដែល Liverpool លក់ Lavidia ឲ្យ Barca អាចយកគាត់មកលេងបានហើយតាមពិត Liverpool អត់មានបំណងលក់ Lavidia ទេប៉ុន្តែ Federico Chiesa តែជាបញ្ជូនចេញវិញដែលលេងឲ្យ Liverpool បានតិចតួចមែនទែនតាំងពីទិញមកពីអ៊ីតាលីបាទអញ្ចឹងអាចបញ្ជូន Federico Chiesa ចេញវិញហើយយកបាទ Felix Fofana នេះចូលមកវិញបាទនេះជាកីឡាករដែលមានខ្ញុំចង់បានណាហើយក្រៅពីនោះយើងឃើញមានខ្សែការពារ Marco Hei របស់ Crystal អាហ្នឹងជាចាំអារម្មណ៍ណា Dusan Vlahovic អានេះធ្លាប់ជាចាំអារម្មណ៍ Warren Zaïre-Emery បាទកីឡាកររបស់ PSG Castello Lukeba របស់Leipzig ណា Victor Osimhen អានេះជាចាំអារម្មណ៍ទេ Hugo Ekitike Alexander Isak បាទនេះ2នាក់នេះតំណង Isak ឬក៏ Ekitike 2នាក់នេះអាចមានមួយមកសម្រាប់ Liverpool តែ2ថ្ងៃ3ថ្ងៃចុងក្រោយនេះខ្ញុំឃើញមានចចាមអារម្មណ៍រវាង Liverpool បោះពាក្យសម្ដីទៅមកពាក់ព័ន្ធអនាគតរបស់ Isak ថាពួកគេចង់យក Isak មកទី2ទៀតគឺដោយសារតែឥឡូវនេះ Liverpool កំពុងតែរកក្លឹបណាដែលចង់ទិញយក David Nunes ថ្មីនេះមានចចាមអារម្មណ៍ថាមិនចចាមអារម្មណ៍ទេព័ត៌មានដូចច្បាស់ការហ្មងបាទ Fabrizio គាត់បានផុសដែរ David Nunes បានយល់ព្រមទៅចូលរួមមួយ Napoli ហើយតែ Liverpool ទារ Napoli ថ្លៃពេកបាទរៀងថ្លៃជ្រុលលើសពីគុណភាពលេងរបស់ David Nunes អញ្ចឹងទៅវាស្ទះកន្លែងនេះបន្តិចតែ David Nunes នេះប្រហែលជាមិនយូរទេខ្ញុំគិតថានឹងចេញហើយខ្សែប្រយុទ្ធថ្មី Liverpool នឹងនាំចូល Isak ឬក៏ Hugo Ekitike ពីអ្នកនេះប្រហែលជាអាចបានមួយបាទក្នុងករណីទិញ Isak បានតតែចាំអ៊ុតមើលដូចខ្ញុំនិយាយមិញ Newcastle ទិញបានចៅ Pedro ប្រហែលជា Isak មានផ្លូវមានសង្ឃឹមច្រើនមក Liverpool បាទអាហ្នឹងតចាំអ៊ុតមើលជុតអ៊ុតមើល Newcastle សិនបាទ Newcastle ឥឡូវដូចលួងត្រូវចង់លក់ដែរហើយបាទAnthony Gordon របស់ Newcastle ក៏ Liverpool ដាក់ក្នុងបញ្ជីដែរ Iya Zabamendi នេះគឺ Liverpool ផង Chelsea ផងដូច Man U ដែរមានចចាមអារម្មណ៍ក្នុងហ្នឹងហើយនឹងចុងក្រោយនេះ Bayern Munich កីឡាករខ្សែកាពីអ៊ុយក្រែនរបស់ Bournemouth បាទហើយ Bournemouth យើងដឹងហើយមានស្លឹកអាត់ល្អច្រើនតែលក់ចេញទៅវិញក៏ច្រើនដែរ Milo Kerkez Dean Huijsen ចេញ2នាក់បាទនៅ Zabanji នេះមួយហើយនឹង Semenyo 2នាក់ទៀតបាទដែលជាស្លឹកអាត់របស់ Bournemouth ក្នុងរដូវកាលនៅក្នុងដៃបច្ចុប្បន្ននេះ Bradley Barcola Gerard Basfet នៅក្នុងបញ្ជីរបស់ Liverpool បាទ Semenyo ក៏ Liverpool ដាក់ដែរ Ousmane Diomande កីឡាករកូតវ៉ារបស់ Sporting Rodrigo បាទរបស់ Real Benjamin Sesko អានេះបន្សំទេបាទហើយនឹងកីឡាករ Akli Uche បាទ Akli Uche របស់ Monaco បាទខ្សែបម្រើយុទ្ធស្លាប់ស្ដាំកន្លែងរបស់គាត់លេងមួយសាលា
ô lì phu chở na mong bồn tại nhưng đạp mơ tới chởn phải bị trinh để chia nhưng mơ là nè na cái để ai màu đã miên plei chởnក្នុងការមកចូលរួមជាមួយឥឡូវបងប្អូនចាំតាមដានក្រោយតែពីមីឡូខឺកេប្រហែលជាស្អែកព័ត៌មានស្អែកនឹងផ្លូវការមីឡូខឺកេបញ្ចប់ចាមរាមបន្ទាប់ពីចប់មីឡូខឺកេបងប្អូនចាំមើលអ៊ីសាក់ឬក៏អ៊ីគីតេកេពីអ្នកនេះអាចមានលីវពូលទិញបានមួយហើយនឹងអាចចាក់ចែងគឺដាវីនូណេសបាទហ្នឹងយើងចាំមើលតទៀតកុំបាច់ទៅនិយាយពីណាពីណីហោហាយអីច្រើនពេកមើលតែប៉ុណ្្នឹងសិនទៅបានបាទមើលអ្នកដែលមកបន្ទាប់ពីយើងនិយាយចង់20 30នាក់នេះក្នុងលីសបាទខ្ញុំសូត្រឲ្យបងប្អូនស្ដាប់ហ្នឹងគាត់ថាអ្នកនៅក្នុងលីសរបស់លីវភូលបាទតែយើងកីឡាករដែលតំណងមកហ្នឹងមានតែ3 4នាក់ទេអញ្ចឹងលីវភូលឆ្នាំនេះយ៉ាងហោចទៅទិញបាន5នាក់ដែរបាទឥឡូវបាន4នៅហ្នឹងបាទបើថា5នាក់ចុងក្រោយឬក៏អាចលើសហ្នឹងគាត់ថាបានបាទតែខ្ញុំគាត់ថា5 ទៅ 6នាក់កីឡាករបាសេតរៀបចំទិញតែខ្ញុំពងនិយាយនេះស្អីទិញបាត់ហើយនេះរូនីបាត់ជីនេះណាទីគេប្រកាសផ្លូវការបាត់ហើយមិនដឹងខ្ញុំពងនិយាយខ្លាចមានការអាប់ដេតពី Fabrizio Romano ឲ្យមកអញ្ចឹងណាមិនតាន់ទិញបានទេបាទមិនតាន់ទិញបានទេគាត់ថាចិត្តបានហើយបាទស្អែកនេះទិញបានហើយគាត់យុវជនទេគាត់យុវជនហើយអញ្ចឹង7 8 លានគឺ10 លានឡាយទេគាត់ប្រហែលជាង10 លានបើសិនជាហាងឆេង 7 8 លានអញ្ចឹងបើសិនជាចង់យកថ្លៃ10 លានឯង10 លានជាងបាទចាំមើលទៅយុវជនខ្ញុំមិនតាន់ហ៊ានថាមិនទេអាយុ20 ឆ្នាំបាទតែបើមិនល្អគេមើលមិនឃើញល្អបាទគេจะមើលឃើញហ្នឹងបាទគាត់ស៊ុយអែតតែគាត់មានដើមកំណាត់ដូចពីមជ្ឈមបូព៌ាទៅរដូវកាលក្រោយពាក់កណ្ដាលខែ 8 ពាក់កណ្ដាលខែសីហាបាទវីទីញ៉ាលូកាម៉ូដ្រីកទី 2អូវីទីញ៉ានេះមិនគួរឲ្យជឿបាទ unbelievable បាទមិនគួរឲ្យជឿគាត់លេងឡើងលឿនអញ្ចឹងបាទព្រោះពីមុនគាត់ទៅធម្មតាតែគាត់ទៅលេងគាត់ផ្ទេទៅប៉ុកតូវិញគាត់លេងល្អហ្មងលេងល្អប៉ុកតូបានPSG ចាប់អារម្មណ៍ទិញយកវិញកាលនោះនៅប៉ុកតូមាន Fabio Vieira មួយហើយនឹងគាត់នឹងមួយ2នាក់មួយទៅ Arsenal មួយមក PSG ហើយ Vieira លេងនៅ Arsenal អត់សូវល្អវិលទៅប៉ុកតូវិញតែគាត់នេះមក PSG ឡើងជើងខ្លាំងឆ្នាំហ្នឹងហ្មងឆ្នាំចាប់រដូវកាលថ្មីហ្នឹងហ្មងបាទ key player លេងល្អខ្លាំងរស់រវើកហ្មងក្នុងតំបន់បម្រើកណ្ដាលហ្នឹងបាទពាក់ព័ន្ធ Arsenal ដូចខ្ញុំនិយាយពីដើមហើយArsenal បាទបងប្អូន Arsenal ខ្ញុំនិយាយហើយតែពីដើមមកមិញ Arsenal គឺ2នាក់បាទគឺ Victor Gyökeres ហើយនឹង Sesko អាចបានមួយបាទ2នាក់នេះអាចបានមួយណា Arsenal បាទហើយតម្លៃផ្ទេប្រហែលគ្នា2នាក់នេះគុណភាពលេងប្រហែលគ្នាខ្ញុំស្ទង់មតិមើលអ្នកគ្រប់គ្រង Arsenal សម្រាប់2នាក់នេះគាត់ថាបានមួយណាក៏បានដែរអត់ទិញបានគាត់ថាសម្រាប់ខ្ញុំ Sesko រៀងស្ទើរបញ្ចប់ទី1ស្មើបន្តិចតែបើបាល់អាកឹបឆ្វេងកឹបស្ដាំមានគេពាំងគាត់ក៏ទាត់ចូលស្រួលវិញតែពេលបាល់មួយស្មើនឹងគាត់រៀងអន់នឹងមិនគាត់ Sesko បាទតែបើបាល់លើកាយសម្បត្តិគាត់ខ្ពស់អាហ្នឹងគាត់ហើយតែបើបាល់វាបាច់មួយស្មើប្រចាំទីអាហ្នឹងចំណុចខ្សោយរបស់គាត់បាទតែបើសិនជាមានខ្សែការពារតាមពី3នាក់អីហ្នឹងគាត់កឹបលេខកើតក៏ទាត់នឹងល្អវិញមានទៅជាអញ្ចឹងបាទហើយយកការ៉េសនឹងបញ្ចប់ទីនឹងល្អហើយតែតម្លៃទេដូចគ្នាទេបាទ70 75 លានអញ្ចឹងមកឧទាហរណ៍ថា Arsenal ទិញបានក៏អាចលើសនឹងតិចតួចបាទថា Sesko អាច75 លានឬក៏យកការ៉េសអាចតាម78ឬក៏80 លានអីចឹងទៅបាទថ្ងៃនេះគឺ Arsenal ពងថ្លឹងថ្លៃហើយពងចរចាទាំងពីរជាមួយទាំងពីរដំណើរគ្នាហើយចាំបានថា Sesko ព្រមព្រៀងលក្ខខណ្ឌតខ្លួនជាមួយនឹង Arsenal ហើយដែលការចរចាថ្លៃមួយ Leipzig នៅជាបញ្ហាណាហើយក្រៅពី2នាក់នេះយើងឃើញចរចាអារ៉ាមផ្សេងទៀតដូចស្អែកនេះប្រហែលជា Arsenal ប្រកាសផ្លូវការមួយឬក៏ Here we go មួយគឺ Martin Zubimendi ឥឡូវគាត់បានធ្វើដំណើរដល់ទីក្រុងឡុងហើយដើម្បីបញ្ចប់ការផ្ទេរពី Real Sociedad មកកាន់ក្រុម Arsenal នៅថ្ងៃស្អែកនេះហើយបាទអាចថ្ងៃស្អែកនេះគឺឃើញព័ត៌មានផ្លូវការ Martin Zubimendi អាចនឹង
aiនឹងចូលរួម Arsenal ផ្លូវការបាទអញ្ចឹងគាត់អត់រើសយក Real ទេបាទគាត់មក Arsenal នេះហើយកីឡាករទី1ដែល Arsenal ទិញបានរដូវកាលនេះទី2ក្រៅពី Gyökeres ក្រៅពី Sesko គឺ Rodrigo របស់ Real Arsenal ក៏គេតាមគៀកគិតដែរណាបាទតែ Rodrigo នេះថ្លៃជាងពីអ្នកនោះ90លានបាទហើយ Rodrigo មុនដំបូងគាត់ថាគាត់សន្យាគាត់ចង់បញ្ចេញយកតំណែងមួយជាមួយMbappé ឬក៏រួមជាតិរបស់គាត់ Vinicius បាទនៅ Real តែដោយសារតែ Arsenal ដាក់សំណើមកច្រើនដងពេក Real ក៏ពិចារណាលក់គាត់ចេញដែរហើយគាត់ក៏ចង់ចាក់ចេញដូចគ្នាហើយកន្លែងគាត់បើសិនគាត់មកអាចមានផលប៉ះពាល់រវាង Martinelli ឬក៏ Leandro Trossard ពីរនាក់នេះអាចនឹងប៉ះពាល់ឬក៏ Arsenal ត្រូវលក់ចេញមួយបាទក្នុងចំណោម Trossard ជាមួយនឹង Martinelli ណាចាំរាមទៀតគឺខ្សែការពារស្ដាំខ្សែការពារឆ្វេងបាទដោយសារតែ Tierney បានវិលចាក់ចេញទៅពី Arsenal ទៅវិញហើយបាទទៅចូលរួមជាមួយនឹងក្លឹបចាស់គាត់ Celtic ហើយ Zinchenko ក៏ប្រហែលជាចេញដែរមើលទៅអញ្ចឹង Arsenal គេចុចឈ្មោះយក Jorel Hato របស់ Ajax បាទ Jorel Hato របស់ក្លឹប Ajax ខ្សែការពារហូឡង់បាទនេះស្ថិតក្នុងបញ្ជីឈ្មោះហើយខ្សែបម្រើការពារ Christian Nogard របស់ Brentford កីឡាករ Denmark ហ្នឹងក៏ស្ថិតក្នុងជម្រើសដោយសារ Thomas Partey នឹងអាចនឹងត្រូវចាក់ចេញចុចញោចេញបាត់ហើយទៅចូលរួមមួយ Flamengo ពង្លេងក្លឹប World Cup មួយ Flamengo គាត់ដាច់កុងត្រាអញ្ចឹង Martin Zubimendi ជំនួសបានហើយណាតែនៅមួយទៀតជំនួសកន្លែង Thomas Partey នេះប្រហែលជាអាចយក Christian Nogard មកពី Brentford បាទឬក៏អ្នកណាផ្សេងទៀតមិនទាន់ដឹងទេបាទគាត់ឃើញ Christian Nogard នឹងមួយក្នុងជំរើសបាទហើយការពារស្ដាំបាទក៏ Arsenal នៅត្រូវការដែរបាទដូច Martin Fernandes បាទមានឈ្មោះនៅក្នុងបញ្ជីរបស់ Arsenal ជីទិញចូល Arsenal បាទកីឡាករវ័យ19ឆ្នាំប៉ូទុយហ្គាល់លេងឲ្យក្លឹប Porto តែខ្សែការពារស្ដាំ Ben White គាត់នៅលេងបានល្អហើយកីឡាករហូឡង់មកក្រោយនេះលេងបានទាំងឆ្វេងនិងស្ដាំលេខឈ្មោះគាត់បាទក៏អាចលេងបានខ្សែការពារស្ដាំនឹងមិនបាច់ទិញក៏បានដែរបាទ Ben White លេងបានហើយ Tomiyasu អីក៏អាចលេងបានបាទអត់បញ្ហាទេបម្រើប្រយុទ្ធ Arsenal ក៏រកដែរបាទ Morgan Roger របស់ Aston Villa ក៏ស្ថិតក្នុងជម្រើស Jamie Gitton របស់ Dortmund បាទហើយ Jenny Catamo របស់ Sporting Anthony Elanga បាទ Kaige Pereira របស់អ្នកចាំទី Arsenal ដូចហៅអ្នកចាំទីដល់សូវទុកចិត្ត David Raya ឥឡូវប្រហែលរយៈនេះបាទដាក់ Kepa Arrizabalaga របស់ Chelsea ក្នុងជម្រើសបាទហើយអ្នកចាំទី Brazil នេះខ្ញុំលើកឡើងមិញហ្នឹងបាទ Pereira ហ្នឹងរបស់ក្លឹបបាទ Ferenc នៅប្រទេសប៉ូទុយហ្គាល់បាទ Jordan Timber បាទអរគុណ Jordan Timber ហើយនឹង Eberechi Eze មកក្នុងជម្រើស Arsenal ដែរកីឡាកររបស់ Crystal Eze ឆ្នាំនេះប្រហែលជាតំណងចេញមើលទៅបងប្អូន Man U តាមទិញនៅ Eze នេះ Eze Man U Chelsea បាទឥឡូវមាន Arsenal គេដាក់ចូលមួយទៀត Eze ល្អបាទ Eze លេងស្តៀងគ្នាជាមួយនឹង Michael Olise ដែលចេញទៅ Bayern បាទមួយអង់គ្លេសមួយបារាំងតែ style លេងស្តៀងគ្នាស្លាប់ឆ្វេងស្លាប់ស្ដាំបាទ Eze ដូចលេងស្លាប់ឆ្វេង Michael Olise ក៏ចេញទៅគាត់ស្លាប់ស្ដាំបាទ Rafael Leao Arsenal គេដាក់ចូលបញ្ជីដែរ Kaoru Mitoma របស់ Brighton Juan Jimenez បាទកីឡាករ Zongtin របស់ Rosario Central ខ្សែការពារកណ្ដាល Emiliano Martinez បាទអ្នកចាំទី Boston និង João Neves នេះរបស់ PSG បាទមិនដឹង PSG លក់អត់ទេព្រោះគេទំទិញដែរបានឆ្នាំតំបានទិញចូលខែមករាកន្លងទៅបងជួយឆាតឲ្យនាំប្រធានក្លឹប Chelsea ផងឲ្យឈប់ភ្លើពង្រឹងប្រព័ន្ធការពារផងនឹងយ៉ាងម៉េចទិញតាប្រយុទ្ធហៅប្រយុទ្ធទៀតនេះឥឡូវនេះឃើញកូឡូម៉ូនីឃើញអីណាហើយអាណាដែលគេចង់បានឃើញមាន Chelsea ក្នុងនឹងដែរអត់ដែរច្រឡប់មួយគេសោះអត់ដឹងយ៉ាងម៉េច
bà Benjamin Sesko nhưng mơ bao quạt lên nhưng tam đã han mơ còn phiêu quạt lên mơ video quạt môi má được riêng on nhưng đừng chẳng bạch đừng nè nhưng mà Vinaro có cất đôi nhầm này mơ khơi có riêng on là bà chọn ti môi má lá có khang chắc á vì mình lo ấy mới tay bờ sân chia kê mà bật trên vô quạt hay quạt cấp bèn bài bọt ấy có tốt à nó trầu tay bật tham môi má von on von á đôi riêng pay mà tốt chương cái điều rồi điên và đã biết luôn này đấy mà tại bữa Victor do đấy đang mang chọc này mà mùi smart này nhưng mưa video pin này và Victor do đấy ở đây mùi smart của em mình mùi smart của em này còn thả ba lửa cá bên sẽ có ấy và bèn mùi smart ấy của bà vào có đây bao nhiêu giây pi AC Milan mình tịch tao này hồi AC Milan năm tư đôi chuyện lên sơ ban lo màn tế bàn tay là co AC Rafael Leao cứ chỉ là coi mình club xem trong ban cho nè em đang thấy ACผมlụm lụa tê AC năm tới một chop lên với năm có miền biên ở miền này lên cái đấy ở miền này hay là co nông đầy bỏ AC Milan ở ngay đây là nó miền Leao đi mui rồi nó mà miền Pulisic của còn ba đây mà này chủ Felix bài vừa một Chelsea bị tranh ra thì toàn đăng này ở chụp chơi đi Felix nhìn đăng mấy và con AT sọc nó còn được trong cô AT tranh mấy cái AT có được miền trong lũ còn tranh như mà này tranh móc chơi khóc tới AC mũi tiết hai cà phê phanh teo hơn đây tao là ta mà dẫn đến bắt ngặt chân liền khinh club nào trong bàn vì muốn real trong bàn vô từ bên đá lại khỏi máu real kì thì cho cha nó được thở rơi cho mùi nâng Alvaro Fernandez Carrera mà tạm toàn kinh tình bán này còn là cho cha mà để thông mà và tất nhiên ngặt bên này nhưng tất cả vị trí anh real vô bàn mà Alvaro hơn đây nè vô Fernandez Carrera AC đời cam môn này ở lò tệ hay là có đôi nhom giấy cho mình pi hạ bên này là lấy áo cứ giờ là có là cái trong ban phanh kìa mà bà được chứ nè ấy và ngày nay miền tây phần đăng tế hay Chelsea ô chở này nhom trong giấy cho Chelsea nó dễ đúng tạ cái lá con nó là cái trong nó cứ rất là miền mua nơi Chelsea thằng lần giấy cho Chelsea nhỉ nữa Chelsea đấy mà vào trong sai sập nẹt hay đâu mà Colomoni này chạm rám trong coi Colomoni mà Malik Fofana đại Liverpool trong bán Chelsea trong này João Pedro Jamie Gitton Hugo Ekitike Mike Villa Nick Wolfman ở Boston Stuttgart nên play mùi cái trong bán tính từ Mike McNyan này trong ti AC này là mạnh nhau tiết AC đại chỉ là có tầm khăn và hai mạnh mấy nhán có đôi trong mà Chelsea phải Chelsea tính ba mà từ Kim Min Jae nữa này Ferguson rồi bỏ Real Sociedad người chơi Ferguson mà là còn Morocco sai Picardal Samu và Gewa mua đôi dân là Gewa trong bán tăng 1 từ và từ Nhật Bản từ là bột từ Porto từ Julian Alvarez nâng Chelsea thì trong bàn này tại hồi gian mà đấy còn trong tranh bị AT còn trong từ bạc C còn thang còn ai cắt kẻ trên bàn này hay còn móc khơi Liverpool nên làm cho mỗi hồi liền Alvarez này nó không cạn đây bờ sân chỉ là vì đi ra chạy tranh nhé nâng có ai Liverpool là Liverpool đôi ọt sư chạm vào rong hồi liền Alvarez của má này đừng mà chứ tại hồi flop lưu cho cha mà làm mà còn lên còn dốt off của bán còn lên mà dốt slap của bàn mà slap chuyển Rodrigo Mohamed Kudus nên Chelsea trong bàn chỉ đồn Sancho nó tự bắt rồi cho cha nè trời mà do cái Guehi vậy không biết nữa cái lá có cái trong ban sốt mấy vào man club rất là miên không đi Chelsea ngọ chơi sốt làng mình mà YouTube channel có lấy cho mọi ở YouTube nhóm mua tờ đại nó bùng like nó YouTube này ta
channel YouTube nó sắp trăm được thi rồi đó và vài song lệ tới trình và ok chẳng miền tập phân năng tế